តែបីសេរីសែនជ័យបារមីដីជោកោះធំខេត្តកណ្ដាលខ្សែទឹកខាងក្រៅមហិទ្ធិរិទ្ធដំរីក្បាល3បារមីពោធិវង្សដែលមកពីស្រុកស្រីថោខេត្តកំពង់ចាមបាទកាន់តែគៀកខ្សែព្រាត់ហើយក៏ប៉ុន្តែឃើញថាខ្សែទឹកខាងក្រៅគឺទី106នេះគឺខ្សែទឹកខាងក្រៅមហិទ្ធិរិទ្ធដំរីក្បាល3បារមីទស្សនិកជនជាទីគោរពនៅក្នុងការនេះផងដែរគណៈកម្មការទូកងោក្រឡង់កាយព្រឹកដេជោសែនជ័យបារមីវត្តចំការខ្សាច់សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភនៅក្នុងនោះសូមគោរពថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតលីឆេងអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងលោកជំទាវដែលបានជួយឧបត្ថម្ភនៅទូកក្រឡង់កាយព្រឹកដេជោសែនជ័យបារមីវត្តចំការខ្សាច់និងបានជួយឧបត្ថម្ភក្នុងការអុំទូកប្រណាំងទូកក្នុងឆ្នាំនេះផងដែរ4កេសទឹកសុទ្ធចំនួន110កេសអាវមួកកីឡាករចំនួន783កំភ្លេដល់ទូកងោទូកមួងទាំង12របស់ស្រុកខ្សាច់កណ្ដាលចាគូទី107ពេលនេះបានកំពុងតែបន្ថែមលបឿនឆ្លងកងពាន់ទី2ខ្សែទឹកខាងក្នុងដែលកំពុងតែបាំងចាញ់នោះគឺហឹកមង្គលសែនជ័យបារមីប្រខណ្ឌពេជ្រខេត្តកំពង់ចាមឯខ្សែទឹកខាងក្រៅដែលកំពុងតែមានព្រៀបនោះគឺចម្ប៉ាសួស្ដីរស្មីអង្គរគូរៀងខេត្តព្រៃវែងបានគឺដាច់អូនណាខ្សែទឹកខាងក្រៅសម្រាប់គូទី107ចាយើងទៅទស្សនាជាបន្តសម្រាប់ទូកដែលកំពុងតែមកដល់កងពាន់ទី2នេះដែលមានឯកសណ្ឋានស្រស់ស្អាតមែនទែនចាប្រិមិត្តយើងឃើញថាទូកខ្សែទឹកខាងក្រៅចាគឺមានឯកសណ្ឋានពណ៌លឿងគឺ221សុវណ្ណកុមារបារមីលវីអែបដេជោសែនជ័យរបស់ខេត្តកណ្ដាលរីឯខ្សែទឹកខាងក្នុងស្លាកលេខ220សុនចន្ទធីចេស្តាកញ្ញាសម្បូររបស់អ្នកខាងខេត្តព្រៃវែងចាឥឡូវឃើញថាខ្សែទឹកខាងក្រៅបានមានព្រៀបឆ្ងាយហើយចាគឺមានឯកសណ្ឋានស្រស់ស្អាតខ្លាំងមែនទែនចាយើងទស្សនាជាបន្តគូទី109គូទី109នេះកាន់តែគៀកខ្សែព្រាត់មែនទែនហើយខ្សែទឹកខាងក្នុងដែលកំពុងតែបងចាញ់គឺសវណ្ណកេណោចំណែកឯខ្សែទឹកខាងក្រៅឯឋានពណ៌លឿងដែលបានទទួលជ័យជំនះគឺសហគ្រិនត្រកូលលីងក្រមដំបូលសន្តិភាពចាខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបជាងហើយឯកសណ្ឋានផាកផែគ្នាមួយពណ៌បៃតងមួយពណ៌ត្រួយខ្ចីចាលោកគ្រូចាឥឡូវនេះឃើញថាយើងអាចនិយាយបានថាខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបប៉ុន្តែឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែបដិញហើយចាបន្តកំពុងតែបដិញហើយចាកំពុងតែគៀកមកដល់កងពន្ធបដិញប្រត់ទៅហើយចាឃើញថាគាត់កំពុងតែបដិញខ្លាំងប៉ុន្តែមិនដឹងថាគាត់នឹងអាចដេញទាន់តែឬយ៉ាងណាទេចាឥឡូវយើងអីយ៉ាងមិនដែរលោកគ្រូចាអត់ទាន់ហ៊ាននិយាយទេចាទុកឲ្យខាងគណៈកម្មការជនជាទីគោរពដោយទូគូបន្ទាប់ស្ថិតនៅឆ្ងាយនៅឡើយនាងខ្ញុំជាអ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជាសូមថ្លែងអំណរគុណចំពោះលោកវរៈសេនីយ៍ឯកសៅសុខុននាយរងការិយាល័យឯកសារទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទដែលបានឧបត្ថម្ភថវិកា$100ដល់ក្រុមអ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជាសូមអរគុណរតនាមហានិកបាទសេរីរតនាមហានិកស្ថិតនៅក្នុងវត្តដីឥដ្ឋឃុំដីឥដ្ឋស្រុកគៀនស្វាយឧបត្ថម្ភដោយព្រះគ្រូឧត្តមសីហមុនីមឿងបូណាប្រជាអធិការវត្តដីឥដ្ឋនិងលោកសសាវឿនហៅតៅបាទឧបត្ថម្ភទូកចម្ពោះពេជ្រឯខ្សែទឹកខាងក្រៅជាមួយនឹងចម្ពោះពេជ្រនេះគឺម៉ឺនសង្វាតសែនជ័យស្រុកសាងខេត្តកណ្ដាលដូចគ្នាទេគូទី111នេះតែខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបដែលមិនឯកសណ្ឋានពណ៌ស្លាទុំចាគឺសេរីរតនាមហានិករបស់ដីឥដ្ឋខាងដីឥដ្ឋបាទព្រះគ្រូមឿងអូណាសូមព្រះអង្គជួយតាមដានកំពុងតែមានជ័យជំនះទៅលើម៉ឺនសង្វាតសែនជ័យពេលដែលឆ្លងកាត់កងពាន់ទី2ចាកងពាន់ទី2ឃើញថាខ្សែទឹកខាងក្នុងនៅតែមានព្រៀបជាងមែនទែនបាទចាឯកសណ្ឋានស្រស់ល្អណាស់ពណ៌ស្លាទុំគឺសេរីរតនាមហានិកបាទនៅខាងដីឥដ្ឋអូដូចជាដាច់ហើយសេរីរតនាមហានិកដាច់ជាមួយនឹងម៉ឺនសង្វាតសែនជ័យគូទី111ចាឥឡូវនេះយើងទស្សនាជាបន្តតែម្ដងចាលោកគ្រូដោយសារតែយើងកលេចមើលកាន់ទៅគូ111ក៏ឃើញថាខ្សែទឹកខាងក្នុងជានិតទួលជ័យជំនះយើងកលេចទៅកាន់គូទី112ជាបន្តខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានស្រស់ស្អាតមែនទែនរំលេចទៅដោយចុងចង្វាពណ៌សចាគឺ230គូទី106បាទខ្សែទឹកខាងក្នុងមហិទ្ធិរិទ្ធបាទមហិទ្ធិរិទ្ធរិទ្ធីដំរីក្បាល3បារមីពូវ័នបាទរបស់ខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅរន្ទះ3សេរីសែនជ័យបារមីតេជូបាទនៅកោះធំខេត្តកណ្ដាលបាទឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅកំពុងតែបង្កើនល្បឿនរន្ទះ3
បាទសេរីសែនជ័យបារមីតេជោតែយ៉ាងណាក៏ដោយខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងក៏កំពុងតែបន្ថែមដែរមហិទ្ធិរិទ្ធតម្រៃក៏3បាទចាំមើលអាចបាទគឺគាត់ថែមហើយបាទដល់ទីមែនទេបាទប៉ិនគ្នាល្អណាស់បាទសូមមេត្តាជូនទៅខាងគណៈកម្មការបច្ចេកទេសបាទសម្រាប់តម្រៃក្បាល3បាទជាមួយនឹងរន្ទះ3គឺ3ដូចគ្នាដោយសារមាន3ដូចគ្នាបាទដូច្នេះគាត់ផាផែលគ្នាបាទនេះគូទី107ខ្សែទឹកខាងក្នុងចំប៉ាសុស្ដីសេរីរស្មីអង្គរបាទរបស់ខេត្តព្រៃវែងចំណែកខ្សែទឹកខាងក្រៅហឹងមង្គលសែនជ័យបារមីព្រះខ័ណ្ឌពេជ្របាទរបស់ស្រុកស្រីសន្ធោខេត្តកំពង់ចាមបាទខេត្តកំពង់ចាមសូមអធិស្ឋានបាទបាទឥឡូវនេះកំពុងតែខ្សែទឹកខាងក្នុងបាទចំប៉ាសុស្ដីរស្មីអង្គរបង្កើនល្បឿនដាច់គូប្រកួតបាទឆ្ងាយគូសំបាទដាច់ហ្មងកំពុងតែបង្កើនបន្តទៀតបាទដាច់ហើយគាត់ថែមល្បឿនទៀតបាទស្រស់គ្នាល្អណាស់ហើយទូកនឹងគាត់ដូចជាវែងទៀតបាទអូមើលមុជងើបក្បាលមុជងើបមិនងើបតែម្ដងបាទចំប៉ាសួស្ដីរស្មីអង្គរដែលជួយមកពីខេត្តបានមកពីព្រៃវែងចំណែកឯហឹងមង្គលសែនជ័យយ៉ាងម៉េចហើយដូចជាបងឆ្ងាយណាបាទបងចាញ់ឆ្ងាយមែនទេបាទកំពុងតាមពីក្រោយបាទទីកំពុងតាមពីក្រោយតាមយ៉ាងម៉េចក៏មិនទាន់ដែរបាទរហូតដល់ការបន្តទីកំពុងតែធ្វើដំណើរបន្តមកទីនេះក្នុងសម្លៀកបំពាក់លឿងបាទបៃតងបាទស្អាតណាស់យើងមើលពីចម្ងាយក៏យើងមើលតាមកញ្ចក់ទូរទស្សន៍ថ្ងៃស្មានហ្នឹងគឺស្រស់ស្អាតមែនទែនបាទគូទី108បាទខ្សែទឹកខាងក្នុងសវណ្ណកុមារបារមីលវាអែមតេជោសែនជ័យរបស់ស្រុកលវាអែមខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្រៅបាទសុនចន្ទធីចេស្តាកញ្ញាសម្បូរបាទនៅកំពង់ឫស្សីខេត្តព្រៃវែងបាទខ្សែទឹកខាងក្នុងបាទចិត្តបាទផុតកងពាន់ទី2ហើយបាទសវណ្ណកុមារបារមីលវាអែមតេជោសែនជ័យបាទចំណែកខ្សែទឹកខាងក្រៅកំពុងតាមបាទតំណងជាអាចពិបាកទៀតហើយបាទសម្រាប់ខ្សែទឹកខាងក្រៅរំបាញ់មិញនេះខ្សែទឹកខាងក្នុងក៏ល្អឥឡូវនេះខ្សែទឹកខាងក្នុងនៅបន្តល្អទៀតនៅតែថែមល្បឿនបាទនៅថែមល្បឿនបន្តបាទហើយសំខាន់ក៏ស្រស់ពណ៌លឿងហើយល្បឿនក៏លឿនបាទដែលគាត់ទទួលជ័យជំនះដាច់គាត់លើកទង់ជាតិនៃប្រជាណាចក្រកម្ពុជាបាទដើម្បីទទួលជោគជ័យបាទដែលជាជើងចុងក្រោយដែរហើយបាទគឺថ្ងៃពីទិវាចុងក្រោយផងដែរបាទចំណែកឯគូបន្តទៀតនឹងបង្ហាញខ្លួនទៅពេលទឹមគ្នាមកពីនេះអូនទឹមគ្នាល្អមែនអូក្រៅវិញក្រៅដល់ប្រាំដល់ហើយនេះហើយ នៅពេលនេះសូមអនុញ្ញាតដល់គូទី111គូទី111ខ្សែទឹកខាងក្នុងមើលសង្វាពេជ្រសែនជ័យបាទមកពីស្អាងខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្រៅសេរីរតនាមហានាគដែលស្ថិតនៅក្នុងវត្តដីឥដ្ឋឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលបាទឧបត្ថម្ភដោយព្រះគ្រូឧត្តមសិលមុនីមឿងបូរ៉ាបច្ចៅអធិការវត្តដីឥដ្ឋ
នឹងលោកសសារឿនហៅតោបាទកំពុងតែបន្ថែមលបឿនមកហើយឃើញថាខ្សែទឹកខាងក្រៅសេរីរតនាមហានិករបស់ខាងដីឥដ្ឋគៀនស្វាយដែលមានឯកស្ថានពណ៌ថ្លាទុំកំពុងតែដកគូប្រកួតហើយបាទតែដកមិនដាច់ទេព្រោះមើលសង្វាតសែនជ័យនេះក៏បន្ថែមលបឿនថែមទៀតដែរបាទចាំមើលក៏ប៉ុន្តែប្រហែលជាមិនអាចទេព្រោះទូកដែលមានចំណុះវែងហ្នឹងបាទតែដាច់តែឈ្នះហើយតែមលបឿនទៀតឈ្នះហើយថែមលបឿនទៀតបាទដល់ពេលនេះឃើញថាសេរី